ខ្លួនចោលតែស្រែកចាប់ចោលប៉ូលីសថៃប្រាប់បងប្អូនខ្មែរដោយមិនខ្មាស់ថាអាជ្ញាធរខ្មែរមិនបើកច្រកទ្វារប៉ោយប៉ែតឲ្យធ្វើដំណើរតែតាមពិតខ្លួនជាអ្នកបិទសោះជារឿងគួរឲ្យហួសចិត្តនៅថ្ងៃទី26 ខែមិថុនាឆ្នាំ2025នេះទូរទស្សន៍ជាតិខេត្តបន្ទាយមានជ័យបានបង្ហាញពីបទសម្ភាសន៍បងប្អូនជនជាតិខ្មែរដែលរៀបរាប់ឲ្យដឹងថាសមត្ថកិច្ចថៃបានបំផ្លាញរឿងទាំងស្រុងបានទម្លាក់កំហុសមកលើអាជ្ញាធរខ្មែរថាមិនបើកច្រកទ្វារប៉ោយប៉ែតជូនបងប្អូនខ្មែរអាចឆ្លងកាត់មកស្រុកបានទាំងដែលសមត្ថកិច្ចថៃផ្ទាល់ជាអ្នកបិទច្រកមិនឲ្យបងប្អូនខ្មែរចេញមកខ្លួនឯងអ្វីដែលកាន់តែហួសចិត្តទៀតនោះពួកគេភូតភរល្បិចកគ្រប់បែបយ៉ាងហើយឲ្យកាសែតរបស់ពួកគេឡាយផ្ទាល់នឹងចុះផ្សាយប្រងព្រាបថាពលរដ្ឋខ្មែរដែលនៅកកុញរវាងច្រកព្រំដែនខ្លងលឹកនិងប៉ោយប៉ែតនោះគឺមកពីខាងកម្ពុជាមិនបើកច្រកជូនដែលទាំងនេះគឺជាសារធាតុមិនមានសេចក្តីថ្លៃថ្នូររបស់ទាហានថៃនិងសមត្ថកិច្ចថៃដែលប្រើយុទ្ធសាស្ត្រគ្រប់បែបយ៉ាងដើម្បីតែទម្លាក់កំហុសមកលើខ្មែរយើងយ៉ាងណាមិញអាជ្ញាធរកម្ពុជាក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយលោកអ៊ុំរាត្រីអភិបាលខេត្តលោកបានរងចាំទទួលបងប្អូនជានិច្ចនិងទទួលស្វាគមន៍គ្រប់ពេលវេលាឲ្យតែថៃបើកច្រកទ្វារអនុញ្ញាតឲ្យពលរដ្ឋខ្មែរអាចត្រឡប់មកប្រទេសកំណើតវិញតែទាហានថៃបែរជាមិនបើកឲ្យតាំងពីព្រឹករហូតដល់ម៉ោងជាង7យប់ថ្ងៃទី25 ខែមិថុនាឆ្នាំ2025ទើបអនុញ្ញាតឲ្យបើកឆ្លងមកបានបើស្រឡាញ់ចូលចិត្តកុំភ្លេចជួយចុច Like Share និង Subscribe ដើម្បីបានវីដេអូថ្មីទៀតអរគុណចំពោះការចូលទស្សនាវីដេអូនេះ